រកអនុញ្ញាតជំរាបសួរបងប្អូនសម្រាប់រសៀលឬក៏ល្ងាចនេះមានថ្ងៃទី22ខែ7បងណាខែ7អញ្ចឹងទស្សនភាពគោពូជរបស់យើងបានវិលពីទីតាំងដែលយើងស៊ីស្មៅព្រៃវិលមកក្រៅរបស់យើងអញ្ចឹងណាអញ្ចឹងដូចបងប្អូនឃើញពណ៌សម្បល់សម្បុកពោះក៏ដូចជារូបរាងពេលដែលគោយើងស៊ីឆ្អែតអញ្ចឹងណាករណីដែលគោយើងសុខភាពល្អតកតងជាមួយនឹងអាហារក៏ដូចជាទីតាំងហើយនឹងសកាសធាតុផងដែរអញ្ចឹងណាអញ្ចឹងទីតាំងដែលយើងខ្វៀលវាមានទឹកហើយណាមួយវាសុវត្ថិភាពហើយមានស្មៅព្រៃច្រើនហើយអាកាសធាតុមួយរយៈនេះក៏វាគួរសមដែរគឺល្អមិនថាក្តៅខ្លាំងពេកទេឬក៏មិនត្រជាក់ពេកណាមួយដូចបងប្អូនឃើញនៅក្រៅស្រាប់ពេលដែលភ្លៀងខ្លាំងគឺផុកឬក៏អាចគោច្រើនអញ្ចឹងឥឡូវនេះគឺស្ងួតល្អមែនទែនចឹងនេះសិតមេចតុងស្តៀងគ្នាពួកនេះនេះ1ម៉ែត្រ30ជាងនេះអាចចូលដល់40ពុះដែរមានកូនម៉ែមកណាកូនម៉ែក្បាលពុះមួយដល់មកនោះល្អឡើងចេញរៀងល្អមែនតើស្អាតណាស់ឈរឡើងជះរៀងមែនតើ1ម៉ែត្រ40ម៉ែត្រ50នេះពេទ្យ5ម៉ាន់ពីគ្រាប់នេះ5ម៉ាន់ឯក៏ដូចជាយន្តទាវប្រចាំក្រោលដោយសារវាជាមេកូនភ្លុះកូនគេនោះបងប្អូនមើលសបកពោះគោខ្លះអត់មិនមែនគោផើមទេចិត្តដៃគឺស៊ីបានច្រើនស្មៅព្រៃច្រើនអញ្ចឹងហើយយើងងាកមកមើលគោសាច់យើងវិញនេះបងប្អូនគោសាច់ស្ទៀវអញ្ចឹងណាមួយនេះចង់ហែកនេះឡើង400គីឡូជិត500គីឡូមើលតែប៉ុណ្ណឹងខ្ទង់លំបាក300ជាង400ជាងអញ្ចឹងណាបងប្អូនខ្ញុំមានថាយោបល់មួយតកតងជាមួយនឹងគោពូជរបស់យើងបើវារៀកធម្មតាទេមិនដល់ថ្នាក់ហូរវទេមិនដូចថ្នាក់ហូរទឹកអីទេមកតែរៀកធម្មតាអីបដ ாய் តាមវាទៅជាទូទៅវាជាអត់ផុតបងប្អូនសម្រាប់គោយើងខ្វៀស៊ីស្មៅព្រៃគឺវាជាមិនផុតតែខាតែម្ដងអញ្ចឹងណាអញ្ចឹងកុំប្រញាប់ហៅពេទេកុំប្រញាប់អីណាដល់ថ្នាក់ចូលច្បល់តាមដំណើរវាអញ្ជើញមួយថ្ងៃពីរហ្នឹងវាធម្មតាវិញធម្មតាការស៊ីស្មៅព្រៃការស៊ីអីវាប៉ះពាល់អត់ខ្លាំងទៅថតចឹងក៏មើលឃើញវីដេអូព្រះអាទិត្យលិចចឹងណាវាស្អាតមែនតើនោះស្អាតយើងមើលពីនេះទៅគឺស្អាតមែនតើខាងមុខនោះខ្ញុំនោះគឺ
រមណីយដ្ឋានលងភ្ញៀវបើយើងជិះហួសពីកឋាននេះទៅទៀតដល់រមណីយដ្ឋានលងភ្ញៀវហើយជាប់ខ្ញុំនេះគឺរមណីយដ្ឋានត្រីមាសអញ្ចឹងបងប្អូនក៏សួរនាំច្រើនថាទីតាំងនៅណាចង់មកលេងយើងអត់ទាន់ហ៊ានទទួលភ្ញៀវទេដោយសារបញ្ហាមួយគឺយើងមិនទាន់ជាចំយល់ទី2យើងអត់ទាន់ច្បាស់ថាពេលដែលភ្ញៀវមកឬក៏មនុស្សមកច្រើនវាអាចមានផលប៉ះពាល់ទៅវិញទៅមកអត់ចឹងណាធម្មតាបងសត្វចិញ្ចឹមធម្មតាក៏យើងត្រូវការសុខសុវត្ថិភាពនិងខ្លាចទី1ផុតគឺរឿងចូលជំងឺយើងគិតថាវាមិនមែនមកពីមនុស្សមកឲ្យតែវាធម្មតាវាមកបញ្ញាបណៃវាបុកផ្សំយើងទៅអញ្ចឹងយើងប្រយ័ត្នល្អជាងចឹងណាបាទបងប្អូនអញ្ចឹងសម្រាប់ថ្ងៃនេះយើងវីដេអូយើងមានតែប៉ុណ្្នឹងទេក៏យើងគាត់ថា review ដូចជាសកម្មភាពខ្លះថតទៅបើចំគោវាឲ្យឈ្មោះក៏យើងចែកដល់តាមនោះទៅចឹងណាអញ្ចឹងដោយសារយើងឃើញគោយើងល្អដោយសារឃើញមានសបុកពោះមួយល្អអញ្ចឹងអរគុណច្រើនអរគុណច្រើន